bán nấu ở vậy để nhóm bạn không trăng trai trong pi đồng bốn là hồi mà đo bên ấy đơm chuông đạch vắng cùng xa xôi vẻ đón à lây đi dây bục mai đặng tiền mình ai plek bán chứ chắp rôm kiếm dù ni tê pram song bên tại nhai ca đỡ cơn càng bong ly từ chân ngái cũng dung con lian vừa mà định dương miền đi say bàn chuông đi say viên say viên pro đắng chân ngái đã vì kia rơi ruộng ôm tìm bà sốt bài vì chúng ai đấy bà chúng ta chúng sam loca loca cha loca mình là dụng của màn hay bàอายุ27 ឆ្នាំ មានស្រុកកំណើតនៅណាដែរ bà ខ្ញុំជាអ្នកស្រុកខេត្តបៃលិន យ៉ាចាអ្នកស្រុកខាងត្បូងណោះមានចំណូលចិត្តស្រឡាញ់ផ្នែកចម្រៀងនឹងខ្លាំងតែម្ដងអាំងហ្មងមែនតើចាចឹងសប្តាហ៍ថ្ងៃបងអូនប្រកបមុខរបរអីដែរបាទខ្ញុំរងថ្ងៃធ្វើចំការអ្នកធ្វើចំការអូខេលោកកាប្រហែលជាយកពេលទំនេរដោយថាយើងសម្រាប់ពីការងារធ្វើចំការអញ្ចឹងយើងច្រៀងបដាអារម្មណ៍លេងជាមួយនឹងធម្មជាតិជុំវិញខ្លួនយើងមានប្រមាណហិកតាដែរអ្នកចំការប្រហែលជាប្រមាណហិកតានេះបងកញ្ញាចង់ដឹងផ្ដាំឲ្យបងសួរចំការខ្ញុំហ៎បងចាបាទចំការជួលគេទេណាបងជួលគេបានហិកតាអូន2ហិកតាបង2ហិកតាអូធំដែរអញ្ចឹងតម្រាំតែដើរទៅដើរមកដើរទៅដើរមកហ្នឹងប្រហែលជា3ទៅ4បទហើយមើលទៅបើនិយាយទៅបើសរុបមកជុំហ្នឹងប្រហែលជា7បទបាទអញ្ចឹងមានន័យថាយើងកាន់តែដកបទពិសោធន៍ជាមួយនឹងខ្លួនឯងជាមួយនឹងទស្សនវិជ្ជាជុំវិញខ្លួនរបស់យើងធ្វើឲ្យយើងរំសាយអារម្មណ៍ហើយធ្វើឲ្យយើងកើននៅចំណេះដឹងផ្នែកការច្រៀងនេះដោយអត់ដឹងខ្លួនឥឡូវនេះឃើញពិតថាគួរឲ្យសរសើរចំពោះសមត្ថភាពរបស់ប្អូនមិនបាញ់មិញកៅអីប៊ូតុងកៅអីរបស់បងរៀងកាំងអញ្ចឹងបងអត់ព្រមចោះចាញ់ទេបងសុកចិត្តរត់ចោលកៅអីទៅតែម្ដងពីព្រោះបងគិតថាសម្លេងរបស់ប្អូនជាសម្លេងមួយដែលបងត្រូវការចាំបាច់នៅក្នុងក្រុមរបស់បងមានចិត្តស្មោះទេមានចិត្តស្មោះទេមានអត់បងណាអូខេបងនិយាយចេញពីទឹកចិត្តដោយស្មោះពីព្រោះពេលដែលបងស្ដាប់សម្លេងរបស់ប្អូនពីដំបូងបងគិតថាបទចម្រៀងមួយបទនេះគឺតាមដែលបងស្ដាប់ភាគច្រើនការស្រឡាញ់ការចូលចិត្តទៅលើតារាចម្រៀងណាម្នាក់ដែលគាត់ស្រឡាញ់គាត់ពេញចិត្តគឺតែងតែធ្វើឲ្យមានគេហៅថាសម្លេងប្រហាក់ប្រហែលប៉ុន្តែប្អូនគឺគ្រាន់តែសិក្សាហើយប្អូនបានខិតខំបំពេញបន្ថែមនៅអ្វីដែលជាសម្លេងធម្មជាតិផ្ទាល់ខ្លួននេះហើយជាសម្លេងដែលបងចង់បានដោយដែលបងនិយាយថារាល់បេក្ខជនទាំងអស់ដែលខិតខំបង្កើតអ្វីដែលថ្មីនៅក្នុងសម្លេងរបស់ខ្លួនគឺខ្ញុំនឹងចុចយក
ហើយចុះក៏ឯងខ្ញុំអត់ចុចទេចុះចុចតែឯងចុចតែឯង ខ្ញុំចុចដែរ ខ្ញុំដឹងតែខ្ញុំអញ្ចឹងការគិតរបស់ខ្ញុំអញ្ចឹង ចឹងហ៎បង ម៉េចបាទ ម៉េចគាត់អត់ហើយទៅ អរគុណបាទ លក់ រកា ហើយ រកាគឺជាមនុស្សម្នាក់មើលទៅត្រង់គាត់និយាយត្រង់ហ្មងសួរថា អញ្ចឹងខ្ញុំចូលចិត្តណាគាត់និយាយត្រង់ឲ្យខ្ញុំអញ្ចឹងនិយាយតែត្រង់ការពិតគឺខ្ញុំចូលចិត្ត និយាយថាខ្ញុំអត់ដែរនិយាយបានលើសពី5ម៉ាត់ហ្មងគេខ្ញុំនិយាយ5ម៉ាត់គឺអភាកាត់ហ្មង មិនចឹង 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 មានដោះថ្មចាញ់ហី អត់ទេពេញដាក់បឹបហ្មងនេះមនុស្សខ្ញុំនិយាយខ្ញុំអត់កម្លាំងនៅក្នុងការនិយាយនៅក្នុងការ សម្លេងរបស់បងអូន ទេ មានសមត្ថភាពខ្លាំងហើយមានសមត្ថភាពនៅក្នុងការស្រែកបទដែលខ្ពស់ខ្ពស់សម្លេងរបស់បងអូនល្អបងចូលចិត្តសម្លេងបែបនេះហើយសង្ឃឹមថារកានឹងជ្រើសរើសយកខូចម្នាក់ដែលបងអូនពេញចិត្តហើយនឹងអាចពង្វឹកបងអូនឲ្យទៅកាន់វគ្គបន្តទៀតបានអរគុណ ចារកាអរគុណរកាគឺសម្លេងរបស់បងអូនគឺសម្រាប់បងផ្ទាល់គឺមានចំណុចខ្វះខាតបន្តិចបន្តួចដោយឡែកគឺដោយបានសម្លេងពីធម្មជាតិ ខ្វះចឹង អត់ទេ យក បង ទៅទៅអី បងមិនគឺគ្រប់ហើយអត់ខ្វះហើយ អ្វី គ្រាន់តែ ហៅ បន្ថែមតិចតួច ណាគ្រូបង្វឹកគឺយកទៅបង្ហាត់បន្ថែមជួនកាលទៅការប្រឡងមិនអាច perfect ទេគាត់ទៅតែមានកន្លែងខ្វះខាតដូច្នេះខ្ញុំអាចបំពេញនៅចំណុចខ្វះខាតរបស់គាត់ទាំងអស់ បាទ ហ្នឹងហើយរៀបយល់ពីបញ្ហាទាំងអស់នេះទេ បាទ ចា យល់ រៀប យ យល់ ល់ ទេ យល់ពីបញ្ហាខ្វះខាតយ ចា ល់ ខ្ញុំនឹងបន្ថែម បាទបន្ថែមមានគេខ្លះដែរ បន្ថែមការច្រៀងរបស់គាត់ឲ្យកាន់តែរលូនទៅមុខឲ្យធ្វើឲ្យគាត់សម្ដែងឲ្យកាន់ ហើ តែ យ smooth ហើយដែលគាត់ច្រៀងព្រោះប៉ុណ្្នឹងហើយមានកន្លែងខ្វះខាតទៀត បើគាត់ឡើងទៅដល់ខាងលើគាត់ថាពីរោះក៏ប៉ុន្តែមិនទាន់ចេះហៅថាថ្នមណាត្រូវពីរោះឲ្យថ្នមលួងចិត្តគេទៀត ឡើងទៅដល់លើត្រូវថ្នមវិញ ត្រូវតែថ្នម ឥឡូវស្រែកឡើងលើឲ្យថ្នមទៀតអ្នកណាស្រែករួចអត់ ឥឡូវរឿងហ្នឹងអត់សំខាន់ទេសំខាន់ថារកាត្រូវយល់ថាអញ្ចេះគ្រូបង្វឹកមួយរូបក៏សុទ្ធតែចង់បានប្អូនធ្វើមកជាកូនក្រុមខូចនីមួយដូច្នេះប្អូនត្រូវគិតឲ្យច្បាស់បើសិនជាយើងរើសត្រូវគឺត្រូវបើរើសឲ្យត្រូវគឺពេជ្រសភាហ្នឹងហ្មងអត់យកពីបញ្ហាទាំងអស់នេះទេហើយជាទូទៅជាធម្មតាសូម្បីតែកៅអីចុចយកអត់ចង់មកផងហ្នឹងហើយតាំងហ្នឹងហើយគិតមិនទៅ ចុះធម្មតា នៅក៏ទៅ ការងារអ្វីក៏ដោយគឺមានការរាំងស្ទះបន្តិចបន្តួចតែ នៅ មាន បៃលិន ហើយ បងចូលចិត្តជាងគេដូចថាត្បូង មកយកกระดาษកុងត្រានៅក្នុងក្រុមរបស់ខ្ញុំយកមកហ្មងមកកុំឲ្យដូចថាពិបាកពេក អត់ទេនៅបៃលិនត្បូងដែលស្រស់ស្អាតគឺមានច្រើនគ្រប់ពណ៌ប៉ុន្តែខ្ញុំពេញចិត្តជាងគេនិមិត្តសញ្ញានៅនៅខាងបៃលិនគឺផ្លូវបំបីនោះគឺមានត្បូងមួយធំមែនតើខ្ញុំសង្ស័យបងពណ៌អីបងពណ៌អីត្បូងពណ៌អីត្បូងពណ៌អីក៏បានតែសង្ស័យពេកហ្នឹងហើយបាទនិយាយទៅត្បូងពេញទៅសំខាន់ណាស់ រឿងត្បូងពណ៌អីមែនទេអូនពីព្រោះកម្មវិធីនេះមិនមែនធ្វើនៅទីក្រុងបៃលិនទេធ្វើនៅភ្នំពេញអញ្ចឹងគិតចំពោះភ្នំពេញបៃលិនគឺស្រុកកំណើតរបស់យើងតែយើងអត់បានទៅធ្វើកម្មវិធីប្រឡងនៅបៃលិនទេយើងធ្វើនៅភ្នំពេញអញ្ចឹងកន្លែងនេះជាកន្លែងដែលផ្ដល់នូវអ្វីៗថ្មីសម្រាប់អូនក៏ដូចជាបើកផ្លូវអនាគតសម្រាប់អូន នៅបៃលិនគេនិយមអីខ្លះ កៃ សុំទៅខូចសុំមកអីវិញសិនកុំតណាកុំតណា កៃ14 ខាងប៉ះដៃប៉ះជើងជួនកាលគាត់មានអារម្មណ៍រំជើបរំជួលពេកគាត់ភ្លេចអីអត់មកពេលលឿនអត់ទេគ្នាភ័យអូចង់និយាយថាកញ្ញាយល់កញ្ញាយល់ពីបញ្ហាទាំងឡាយទេដូចថាបេក្ខជនល្អយើងមិនអាចឲ្យរំលងទេចាអញ្ចឹងគាត់ប៉ះបានអត់ទេ បាទប៉ះបាទ ប៉ះបានតែភ័យណាបើយើងនិយាយការពិតទៅអត់មានគ្រួសារ នៅ សួរមានគ្រួសារណាសួរមកទៅពេលគាត់ភ័យចឹងមកគាត់ អូឆ្លើយខុសបងគ្រូសាមានបើអត់ទាន់មានប្រពន្ធ អញ្ចឹងអត់តមានប្រពន្ធទេណាអត់តមានទេរកការសម្លេងគាត់នៅភ័យអូខេឥឡូវគឺ sweet ហ្មងសម្រាប់ខ្ញុំពេញចិត្តខ្លាំងណា sweet ទៀតខ្ញុំសុំបងយកខ្ញុំហ្មងណាខ្ញុំឲ្យមើលហើយខ្ញុំយំណាអូខេឥឡូវលោកកាពួកបងបាននិយាយអស់ហើយឥឡូវចង់ឲ្យបងអូនសម្រេចចិត្តជ្រើសរើសយក coach មួយរូបណាដែលបងអូនគិតថាអាចជួយបងអូនទៅដល់វគ្គបន្តទៀតពេជ្រសាភាមានន័យថាសុំតាំងចិត្តគាត់សុំតាំងចិត្តឲ្យបានគាត់ក៏សុំតាំងចិត្ត
សុំនិយាយម្ដង ចា និយាយទៅខ្ញុំ និយាយទៅអូននិយាយទៅចានិយាយទៅ ខ្ញុំតាំងចិត្តតាំងពីខ្ញុំប្រឡងដំបូងខ្ញុំតាំងចិត្តតែជ្រើសរើសយកគាត់ហ៎តែឥឡូវមកដល់ឃើញគាត់ស្អាតទាំងអស់ហ្នឹងចង់យកទាំងអស់ រារែកចា រៀងរារែកបាទអញ្ចឹងខ្ញុំក៏ចង់ខាតពេលយូរទៀតដែរ ចា ផ្លឹបដែរ ចា ឲ្យយូរបាទខ្ញុំសម្រេចចិត្តយកខ្ញុំយកមក បាទយកបង្រិត ញ៉ានេះកូនក្របង្រិតណាញ៉ាកូនបង្រិតហ្នឹងគ្នាកូនក្របង្រិតណាកូនចាចា ឃើញទេបងថាម្ដងម្នាក់ណា អូកូនបងគាត់យកត្រឹមត្រូវវាយនឹងអត់ អរគុណ បងគាត់យកត្រូវវិសាហេតុអីគាត់ជាមនុស្សត្រូវដូចគ្នាអាចយល់គ្នាបាន គាត់មានសម្លេងអំណោយផលពីធម្មជាតិមិនត្រឹមតែប៉ុណ្ណោះគាត់ចេះប្រើប្រាស់សម្លេងរបស់គាត់នៅក្នុងបទចម្រៀងមួយបទនេះដែលធ្វើឲ្យអ្នកស្ដាប់ឆាប់ជ្រួលជ្រាបនៅក្នុងអារម្មណ៍នោះហើយគឺជាបេក្ខជនដែលខ្ញុំត្រូវការ ហើយមើលមកនិយាយជាមួយនឹងអ្នកលើកកម្លាំងចិត្តជីវិតភ័ក្រនៅទល់មុខផ្ទះគ្នាបាទនិយាយប្រាប់គាត់តិចមើលមិនដែរជោគជ័យយើងថ្ងៃនេះ ថ្ងៃនេះបងពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ អញ្ចឹងមានអីនិយាយទៅកាន់ខាងបងប្អូន ខ្ញុំពោគាត់អត់ដល់ អូខេឥឡូវនិយាយទៅកាន់បងប្អូនមិត្តភ័ក្តិជាពិសេសអ្នកបៃលិនបាទអត់ងាយមកដល់ហើយអ្នកបៃលិននិយាយតិច វាសួរទៅដល់បងប្អូនទស្សនិកជនទាំងអស់បាទជាពិសេសអ្នកស្រុកបៃលិនក៏ដូចជាបងប្អូនខ្ញុំជាច្រើននៅច្រើនខេត្តដែរបងប្អូនបាទអញ្ចឹងគាត់ឃើញមុខខ្ញុំបើគាត់ស្គាល់ខ្ញុំហ៎លោកកាបានដូរឈ្មោះលោកកាឈ្មោះពិតមិនទាន់ចេញចាំតិចទៀតទៅចេញ អូខេឥឡូវនិយាយមើលវាតស៊ូការតស៊ូមិនខ្លះបើបន្តបាទខ្ញុំបានខំប្រឹងតស៊ូដើម្បីអភិវឌ្ឍខ្លួនឯងតទៅទៀតព្រោះឥឡូវក៏មិនទាន់ថាខ្លួនឯងនៅអស់ចាស់ទេបោះក្បាយទេបងប្អូននៅបញ្ហាច្រើនហើយនឹងខំតស៊ូដើម្បីអភិវឌ្ឍខ្លួនឯងឲ្យទៅមុខបន្តទៀតដើម្បីនឹងឈានកាន់ទៅកាន់វគ្គដែលពុះទៅមុខ បាទអញ្ចឹងអរគុណច្រើនណាស់លោកកាណាអរគុណច្រើនបាទទី The Voice Cambodia រដូវកាលទី2